តោះបងប្អូនអើយញ៉ាំស៊ុបក្តៅៗជាមួយនឹងនាងខ្ញុំចំពោះស៊ុបមួយឆ្នាំងនេះគឺថាមានជាតិឆ្ងាញ់ខ្លាំងមែនតើហើយរសជាតិកាន់តែពិសេសទៀតនោះគឺយកផ្កាឡៃហៀងយកមកជ្រលក់ក្នុងទឹកស៊ុបហើយញ៉ាំគឺថាជាតិ អូខេចំពោះផ្កាឡៃហៀងមិនត្រឹមតែយកមកស្ងោរធម្មតាទេចាមិនថាយកមកស្ងោរឬមួយក៏ឆាទេក៏យើងយកមកជ្រលក់ញ៉ាំជាមួយនឹងទឹកស៊ុបគឺរសជាតិកាន់តែអែមតែម្ដងឃើញស៊ុបមួយឆ្នាំងនេះមានបន្លែចម្រុះមុខមានបកងមានមឹកបែបនេះក៏នឹកឃើញកាលពីមុនរៀងយូរដែរហើយណាបងប្អូនចាកាលពីមុននោះក៏មានហាងស៊ុបហ្នឹងគឺគេមាន license គេល្បីល្បាញណាចាក៏មានអ្នកទិញប្រេនគេយកមកបើកលក់អញ្ចឹងណាក៏ឃើញថាតំណងគួរឲ្យចង់ញ៉ាំមែនតើហើយការនោះគឺគ្មានលុយទេចាការនោះក៏សួរគេថាអញ្ចេះបើសិនជាយើងទៅញ៉ាំស៊ុបធម្មតាគឺចំណាយអស់ប្រមាណអញ្ចឹងណាហើយអ្នកបើកហាងក៏ឆ្លើយថាអញ្ចេះអូយស៊ុបហ្នឹងណាគឺគេសម្រាប់តែអ្នកមានគេញ៉ាំលេងញ៉ាំកដោអីអញ្ចឹងណាជាសបាយអីអញ្ចឹងណាអញ្ចឹងហើយក៏រងាប់អារម្មណ៍ទៅគឺស៊ុបសម្រាប់អ្នកមានអូខេអញ្ចឹងក៏អ្នកខ្ញុំសូមបើកវងកញ្ចក់បន្តិចចាបើសិនបើជាអតិថិជនជិះឡានក៏ដោយម៉ូតូឌុបក៏ដោយស៊ីក្លូក៏ដោយឲ្យតែថាគេមានលុយបង់ឲ្យយើងលក់ឲ្យគេទៅចាកុំរើសអើងស៊ុបអ្នកមានអ្នកក្រអីកុំធ្វើឲ្យអ្នកក្រគាត់តូចចិត្តអញ្ចឹងណាខំសំលុយបានតែញ៉ាំហើយគេថាស៊ុបនេះគឺគេលក់សម្រាប់តែអ្នកមានដល់ពេលទិញប្រេនឆាយស៊ុបគេមកបើកលក់សម្រាប់តែអ្នកមានអញ្ចឹងលក់មានបានយូរណាលក់បានតែរយៈពេលខ្លីទេក៏បិទទ្វារទៅវិញអញ្ចឹងចំពោះការលក់គឺកុំកំណត់ថាលក់ឲ្យតែអ្នកមានលក់ចម្រោះទៅអ្នកមានអ្នកក្រមកជុំអីលក់ឲ្យគេទាំងអស់សំខាន់ឲ្យតែគេយកលុយមកទិញយើងលក់ទៅចាកុំមើលងាយភ្ញៀវអីភ្ញៀវយកលុយមកឲ្យហើយលក់ទៅអូខេចាឥឡូវនេះក៏ចូលមកការធ្វើស៊ុបរបស់យើងវិញរៀងបើកវងកញ្ចក់រៀងឆ្ងាយទៅបងប្អូនណាហើយក៏នាងខ្ញុំសូមបញ្ជាក់ជូនបងប្អូនដែរថាការដែលនាងខ្ញុំលើកនិយាយនេះគឺម្ចាស់ហាងមិនច្រើនទេប្រហែលជាមានចំនួនតិចតួចទេដែលរើសអើងភ្ញៀវអញ្ចឹងណាចាឥឡូវនេះក៏នាងខ្ញុំសូមសម្រាយនៅការធ្វើស៊ុបចំពោះការធ្វើស៊ុបរបស់នាងខ្ញុំនេះដោយសារថានាងខ្ញុំមានទឹកស៊ុបស្រាប់អញ្ចឹងហើយក៏នាងខ្ញុំរំលែងទឹកខ្ទឹមសខ្ទឹមក្រហមដាក់ជាហឺប៊ីក៏រត់ចេថាបន្តិចទៅហើយក៏ចាក់ទឹកស៊ុបដែលមានស្រាប់បើសិនបើជាបងប្អូនមានទឹកស៊ុបទេគឺបងប្អូនរំងាស់ឆ្អឹងស៊ុបហើយបងប្អូនដាក់គ្រឿងផ្សំទៅចាទឹកត្រីមានម្សៅស៊ុបអំបិលប៊ីចេងហើយភ្លក់រសជាតិទៅតាមបងប្អូនចំណូលចូលចិត្តអញ្ចឹងហើយរំងាស់ឲ្យឡើងងុំទៅក៏បានជាទឹកស៊ុបដ៏មានរសជាតិឈ្ងុយឆ្ងាញ់ហើយចាបន្ទាប់ពីទឹកស៊ុបរបស់យើងរំងាស់បានងុំហើយក៏ដួសដាក់ចូលកូនឆ្នាំងតូចហើយតម្រៀបបន្លែបងប្អូនចូលចិត្តញ៉ាំបន្លែណាបងប្អូនជ្រើសរើសទៅតាមចំណង់ចំណូលចិត្តហើយមួយទៀតបើសិនបើជាបងប្អូនមានផ្កាឡៃហៀងកុំភ្លេចយកមកជ្រលក់ញ៉ាំណាគឺប្រកាសជាឆ្ងាញ់ហើយឥឡូវនេះវីដេអូបង្ហាញរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយនាងខ្ញុំក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំបើសិនបើជាបងប្អូនពេញចិត្តរកការបង្ហាញរបស់នាងខ្ញុំសូមបងប្អូនជួយ follow like